នេះការលើកឡើងរបស់លោកពូដែលមានឈ្មោះហុបណាវ៉េដែលជាឈ្មោះភេជ្ជរបស់គាត់ខ្មែរមានផែនទីគោលបារាំងស៊ីម1904មក1907និងឯកភាពលើ JBC ក្នុងផ្នែកវាស់វែងផែនទីនិងការបោះបង្គោលព្រំដែនចំនួន205បង្គោលផងដែរក្រោយសង្គ្រាមលើកទី1តើអាចជួយអ្វីខ្លះមកដល់ខ្មែរពេលក្រោយបទឈប់បានយើងនិយាយអំពីច្បាប់កុំប្រញាប់និយាយថាសៀមព្រមឬមិនព្រមការបានចុះហត្ថលេខាបានអនុវត្តនិងមិនអាចបកស្រាយថាមិនដឹងពីព្រោះយុទ្ធសាស្ត្រសៀមជាញឹកញាប់តែងតែបកស្រាយផែនទីឡើងវិញដោយអះអាងថាផែនទីមិនច្បាស់ឬបច្ចេកទេសខុសប៉ុន្តែការឯកភាព JBC វាស់វែងដោយប្រើបច្ចេកទេសទំនើបនិងបានបោះបង្គោលព្រំដែនបានចំនួន205បង្គោលមានដូចជានៃបន្ទាត់ព្រំដែនចន្លោះបង្គោលលេខ52ដល់59ខេត្តបាត់ដំបងប្រទេសកម្ពុជាមាន166បង្គោលដែលបានដាក់បញ្ចប់ជាទៀងទាត់ក្នុងការវាស់វែងនិងកំណត់ទីតាំងសម្រាប់ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធរួចរាល់នៃបន្ទាត់ព្រំដែនចន្លោះបង្គោលលេខ42ដល់47ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាក៏បានដាក់39បង្គោលក្នុងការវាស់វែងនិងសិក្សារួចរាល់ផងដែរបញ្ជាក់ក្រោយពេលបោះឈប់បាញ់សង្គ្រាមលើកទី1រួចទាំងពីរភាគីក៏បានយល់ព្រមលើស្ថាបនាជំនួស15បង្គោលលើព្រំដែនដែលខូចឬបាត់នៅទីតាំងដើមរបស់ពួកគេនិង3បង្គោលព្រំដែនក្នុងទឹកដែលទន្ទឹមនឹងកំណត់ទីតាំងថ្មីដែលគ្នាឯកភាពជាផ្លូវការនេះមានន័យថាភាគីទាំងពីរយល់ព្រមលើ15បង្គោលគោកដែលត្រូវបានយកចេញពីទីតាំងខូចឬបាត់រួចបានឡើងវិញនៅទីតាំងដើមព្រមទាំង3បង្គោលនៅក្នុងទឹកបានយល់ព្រមកំណត់ទីតាំងថ្មីមួយដែលគ្នាឯកភាពបញ្ហាសៀមឈ្លានពានខ្មែរនិងបញ្ហាចំនួនព្រំដែនខ្មែរសៀមកើតចេញមកពីការមិនទាន់ឯកភាពនិងមិនទាន់បោះបង្គោលព្រំដែនជាក់លាក់ដោយសៀមគឺសំអាងលើផែនទីឯកតោភាគីចំណែកខ្មែរផ្អែកលើផែនទីបារាំងសៀម1904-1907ដែលមានຂະຫນាត1ទៅលើ200សែនរួចខ្មែរសៀមក៏បានឯកភាពលើ MOU 2000ដើម្បីអនុវត្តផងដែរប៉ុន្តែដល់ឆ្នាំ2008និងឆ្នាំ2011សៀមមិនសឹកជុតរឿងប្រាសាទព្រះវិហារក៏ប្តឹងជាមួយខ្មែរទៅ ICJ បានចាញ់ក្តីឬបកស្រាយសល់ក្រមនៅឆ្នាំ2013ខ្មែរជាអ្នកឈ្នះដូច្នេះហើយទើបសៀមប្រើប្រាស់យន្តហោះចម្បាំងដើម្បីកំទេចប្រាសាទព្រះវិហារខ្មែរក៏បានទាមទារឲ្យសៀមត្រូវទទួលខុសត្រូវរួចឥឡូវនេះ AOT បានដាក់សម្ពាធលើសៀមខ្លាំងមែនទែនរឿងប្រាសាទព្រះវិហារដូចគ្នាជាមួយនឹងរឿងប្រាសាទតាមមាន់និងប្រាសាទតាមក្របីដែលពួកសៀមកំទេចសុទ្ធតែទាមទារឲ្យសៀមត្រូវតែទទួលខុសត្រូវដូចគ្នាផងដែរសរុបមកពេលមានផែនទីច្បាស់លាស់បោះបង្គោលត្រឹមត្រូវនៅលើការឯកភាព GBJ និង JBC គឺខ្មែរដើរតួនាទីជាមនុស្សល្អសៀមបង្ករឿងសៀមជាមនុស្សអាក្រក់សម្រាប់ពួកអន្តរជាតិសម្ពាធរបស់សៀមគឺការជួយសង្កត់របស់អន្តរជាតិឲ្យតែខ្មែរដោះស្រាយបញ្ហានឹងបានខ្មែរយើងមិនមែនបានសុខត្រឹមតែចំនួនយើងទេគឺបានបន្តទៅដល់កូនចៅយើងចំនួនក្រោយទើបខ្ញុំឲ្យបងប្អូនយើងបន្តព្យាយាមតស៊ូអត់ធ្មត់កុំឲ្យចាញ់នៃល្បិចពុតត្បត់របស់សៀមកំពុងសម្ដែងឲ្យយើងមើលឃើញថាយើងគ្មានសង្ឃឹមទេគ្មានទេកុងតេន័រដាក់តម្កល់ដើម្បីយកដីអ្វីដែលយើងឲ្យគេធ្វើខ្លះៗនៅក្នុងពេលនេះគឺដើម្បីបង្ហាញវត្ថុតាងការបំពេញបទឈប់បាញ់ដើម្បីឲ្យអ្នកសង្កេតការអាស៊ានដាក់សម្ពាធបន្ថែមលើសៀមនិងបញ្ជាក់ថាខ្មែរគោរពបទឈប់បាញ់បានល្អទើបគេតែបង្ករឿងយើងដើម្បីឲ្យយើងញាក់ខុសវិញសង្គ្រាមការទូតគឺពិតជាស្មុគស្មាញនិងថ្ងាំខ្លាំងចិត្តណាស់ប៉ុន្តែអាចកែប្រែនៃប្រវត្តិសាស្ត្រច្រំដាយបានសម្រាប់យើងបច្ចុប្បន្ននិងទុកឲ្យកូនចៅយើងជំនាន់ក្រោយគឺកុំឲ្យមានសង្គ្រាមបន្តទៀតនិងមានបង្គោលព្រំដែនច្បាស់លាស់គេមិនអាចយកលេសបានទៀតចប់នេះការលើកឡើងរបស់លោកពូដែលមានឈ្មោះហុបណាវ៉េដែលជាឈ្មោះភេជ្ជរបស់គាត់